បានសូមគោរពជំរាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបជាមួយលោកគ្រូសាជាថ្មីម្ដងទៀតហើយនៅដំរុយឆ្នោតយួនថ្ងៃទី22ខែ12ឆ្នាំ2025សម្រាប់ថ្ងៃនេះដែលលោកគ្រូបានត្រៀមដំរុយរួចជាស្រេចដើម្បីចែកជូនទៅដល់បងប្អូនដែលបានតាមដានដំរុយរបស់លោកគ្រូកន្លងមកនិងបងប្អូនដែលទើបតែបានឃើញនៅដំរុយរបស់លោកគ្រូផងដែរហើយលោកគ្រូសូមរំខានបងប្អូនបន្តិចជួយចុចជាវនិងចុចមេដៃឲ្យលោកគ្រូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តអោលេងកំសាន្តបន្តទៀតតោះបងអូនកុំឲ្យខាងពេលវេលាយូរយើងចូលទៅកាន់ដំរុយទាំងអស់គ្នាហើយនេះគឺជាជើងលេខតម្រុយរបស់លោកគ្រូដែលចែកជូនបងប្អូនលេងក្នុងថ្ងៃនេះជាចុងក្រោយលោកគ្រូក៏មានតែពាក្យជូនពរឲ្យពុកម៉ែបងប្អូនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជាពិសេសបងប្អូនដែលបានភៀសខ្លួននៅជុំរំឲ្យមានសុវត្ថិភាពទាំងគ្នា